បាទសួស្តីបងប្អូននេះអ្នកចការត្រូវគួរតែមានកត្រៃនេះមួយបងប្អូនមានកត្រៃហ្នឹងគឺស្រួលងាយស្រួលក្នុងការធ្វើចការបងប្អូនទោះអីកាត់ហ្នឹងបងហើយកាន់ទៅស្រួលបងប្អូនដាក់ក្នុងកប៉ៅទៅចង់តុបតែងមេឃឬផ្កាដំណាំបងប្អូនទាំងអស់គ្នានោះគឺយើងប្រើនឹងស្រួលងាយស្រួលជាងកាំបិតបងប្អូនព្រោះនេះកាត់បានអស់ទាំងមេឃអស័យមេឃឈើល្មមប៉ុនមេដៃប៉ុនមេជើងហ្នឹងកាត់ដាច់តិចបងប្អូនស្រួលអត់ដូចកាំបិតទេកាំបិតយើងកូនកាំបិតយើងកាត់អត់កើតទេអត់កើតតែនេះកត្រៃនេះស្រួលប្រើមែនតើបងប្អូនពាណិជ្ជការយើងគួរតែមានកត្រៃកាត់នឹងមួយគឺថាងាយស្រួលក្នុងការប្រើប្រាស់បាទបងប្អូនចង់កាត់ធៀងកាត់មេឈើអីស្រួលណាស់